ជំរាបសួរមកទីហើយបងប្អូនថ្ងៃនេះសូមនាំអារម្មណ៍បងប្អូនមកបង្ហាញពីការសម្ដែងរបស់ខ្ញុំនៅលើភ្នំកលែនចង់ដឹងថាតើមានអារម្មណ៍សប្បាយនិងរីករាយប៉ុណ្ណាសូមបងប្អូនទស្សនាទាំងអស់គ្នាបន្ទាប់ពីពួកយើងបានជុំគ្នានឹងញ៉ាំអាហារពេលព្រឹកហើយពួកយើងក៏បានចេញដំណើរឡើងទៅលើភ្នំឃើញថាក្នុងអំឡុងពេលខែ5ហ្នឹងគឺទេសភាពស្រស់ស្អាតមែនទែនមើលផ្ទៃមេឃមានពណ៌ខៀវស្រងាត់ព្រាពីផាត់រស់មនលឿនលបងប្អូននៅលើភ្នំកលែនណាមិនមានតែទឹកជ្រោះទេយើងនៅមានកន្លែងដើរលេងផ្សេងទៀតទៅច្រើនដែលពីមុនមកខ្ញុំបាននៅសោះភាគច្រើនខ្ញុំទៅតែកន្លែងទឹកជ្រោះឥឡូវពួកយើងបានមកដល់កន្លែងពើងមួយហើយក៏បានឈប់ឡានចុះលេងនៅកន្លែងនេះសិនបានឃើញផ្កាមួយប្រភេទនេះបងប្អូនអត់ដឹងថាផ្កានេះឈ្មោះអីទេស្អាតមែនតើហ្មងហើយឃើញក្នុងពេញព្រៃឃើញថាផ្កានេះស្អាតពេកចឹងហើយពួកខ្ញុំក៏នាំគ្នាបេះម្នាក់ម៉ូតូយកមកស៊ីតិចហើយក៏បន្តដំណើរទៅកន្លែងពើងតាជ្រួញនេះផ្កានៅតិចផ្កាអីបងប្អូនជួយទីមើលចាអូដាក់បတ်សម្រងនឹងមានលក្ខណៈនេះបងប្អូនមកដល់ហើយពើងដែលឈ្មោះថាពើងតាជ្រួញបន្ទាប់ពីឃើញពើនឹងស្រស់ស្អាតមែនទែនចឹងហើយនាំគ្នាថតពីបេប៉ុសទុកជាអនុស្សាវរីយ៍ព្រោះថាពួកយើងអត់ងាយបានទៅទេចឹងហើយយើងថតឲ្យហើយតមកយើងបានបន្តដំណើរទៅកន្លែងទឹកជ្រោះម្ដងពេលទៅដល់កន្លែងទឹកជ្រោះបងប្អូនហើយគឺថាទឹកត្រជាក់ខ្លាំងមែនទែនគួរឲ្យចង់មុជហ្មងតែដោយសារតែពួកយើងបានយកកៅអៅទៅផ្លាស់ចឹងហើយក៏អត់បានមុជទឹកទេនៅមានកន្លែងដើរលេងជាច្រើនទៀតបងប្អូនតែដោយសារតែពេលវេលាយើង